គ្រូគាត់ផុសឲ្យយើងប្រយ័ត្នរឿងចាប់ក្មេងដោយសារកើតឡើងទៅលើសិស្សរបស់គាត់ក្រៅពីអ្នកគ្រូហើយខ្ញុំឃើញមានបងប្អូនយើងច្រើនដែលមាន Facebook ផ្ទាល់ខ្លួនដែលគាត់ជួបផ្ទាល់គាត់ផុសចែកម្លែកច្រើនដែរអញ្ចឹងរឿងអ្នកខ្លះគាត់ថាចេះរឿងហ្នឹងកើតឡើងយូរហើយវារឿងហ្នឹងកើតឡើងយូរហើយមែនប៉ុន្តែឥឡូវវាដូចជាច្រើនដូចជាការកើនឡើងនៃការចាប់ក្មេងអញ្ចឹងវាអត់មានអីខុសទេដែលយើងគួរតែប្រុងប្រយ័ត្ននៅពេលដែលយើងមានកូនតូចកូនក្មេងនៅផ្ទះការប្រុងប្រយ័ត្នវាអត់មានខាតបង់អីទេបងប្អូនយើងក៏អត់ចោលកូនយើងមានបញ្ហាដែរខ្ញុំគិតថាវាប្រហែលជាមិនមែនចាប់យកទៅយកវះយកកលៀនវះយកអីទេអាចចាប់យកទៅលក់ធ្វើជាទេសកលផ្លូវភេទឬក៏យកទៅលក់ឲ្យអីផ្សេងមើលខ្ញុំនិយាយរឿងឯកសារ documentary មួយនៅប្រទេសចិនដែលខ្ញុំបានមើលណាអ្នកឲ្យដឹងឲ្យច្បាប់ចិនពីមុនតែឥឡូវគេកែណាឲ្យយកកូនតែមួយទេអញ្ចឹងម្នាក់ចង់បានកូនប្រុសដោយសារដើម្បីស្នងតកូលដល់ពេលអញ្ចឹងទៅមនុស្សប្រុសច្រើនពេកមនុស្សស្រីតិចអញ្ចឹងពិបាករកប្រពន្ធខ្លាំងមែនតើអញ្ចឹងអ្នកដែលនៅជនបទឬក៏អ្នកគ្រួសារអត់សូវមានណាចាអត់មានប្រពន្ធទេនៅចិនពេលហ្នឹងគឺការចាប់កូនក្មេងកើនឡើងខ្លាំងមែនតើអញ្ចឹងគឺចាប់កូនក្មេងហ្នឹងជាពិសេសក្មេងស្រីយកទៅលក់ឲ្យធ្វើជាប្រពន្ធអ្នកនេះធ្វើជាប្រពន្ធអ្នកនោះធ្វើបាបវាយធ្វើបាបបខំឲ្យបង្កើតកូនអីផ្សេងអញ្ចឹងទៅអញ្ចឹងគឺវាមានកត្តាច្រើនខ្លាំងមែនតើពេលខ្លះចាប់យកទៅលក់ឲ្យទៅជាពួកបោកអនឡាញចម្រិតទៅឲ្យគ្នាសុំទានកាត់ដៃកាត់ជើងទៅលក់ទៅប្រទេសនេះប្រទេសនោះអីចឹងទៅអញ្ចឹងយើងអត់ចោលមានរឿងនឹងកើតឡើងទេបងប្អូនគួរតែប្រយ័ត្នទាំងអស់គ្នាហើយឥឡូវនេះស្រុកយើងវាមានចិនច្រើនជាងមុនណាចិនខ្លះក៏គេល្អទៅតែចិនខ្លះយើងដឹងហើយណាមិនចាំនិយាយអីចំពេកទេអញ្ចឹងគួរតែប្រយ័ត្នសម្រាប់បងប្អូនចង់បានស្បែកស្អាតមានសុខភាពល្អខ្ញុំណែនាំ Skin Care Labo ដែលជា brand កូនខ្មែរផលិតនៅប្រទេស New Zealand នៅក្នុងរោងចក្រដែលមានស្តង់ដារនេះគឺខ្ញុំជាមួយអ្នកជំនាញផលិតលើ Skin Care ក្នុងការផលិតយើងនៅទីពិសោធន៍ព្រោះយើងទៅពិសោធន៍ផ្ទាល់ឲ្យខ្លួនឯង Skin Care មួយគឺចំណាយពេលពី2ឆ្នាំកន្លះទៅ3ឆ្នាំទៅអាចផលិតចេញបានហើយកន្លែង storage ខ្ញុំដើរនេះមិនមែនតែមួយជួរហ្នឹងទេណាគឺ10ជួរបងប្អូនរោងចក្រធំមែនតើគេមានដុកទ័រសើស្បែកនៅប្រចាំគេមានអ្នកជំនាញខាងគីមីវិទ្យាហើយនឹងអ្នកជំនាញខាងផលិត Skin Care មានម៉ាស៊ីនតេស្តជាច្រើនហើយរបស់យើងគឺធានាស្តង់ដារជូនតែម្ដងបងប្អូនប្រើប្រាស់ដោយទំនុកចិត្តមិនភ័យខ្លាចផលិតផលសុទ្ធអត់មានដាក់សារធាតុកាត់សារធាតុលាយស្តង់ដារអន្តរជាតិតែម្ដង